bà sụt đây bóng ôn à mất chiêng tù sập à khi đang mà dạy trong cờ này có bạn phải cờ Apple ID maintain miền bóng ôn là đo thằng nào quạtប្រើ ID ខ្លួនឯងដើម្បីដាក់ឲ្យអតិថិជន download ហើយគិតលុយពីភ្ញៀវមានបងប្អូនខ្លះគាត់ទិញ ID ពីក្រៅប្រទេសមកដាក់ឲ្យភ្ញៀវក៏មានអញ្ចឹងអ្វីដែលខ្ញុំចង់និយាយពីនេះគឺចង់បញ្ជាក់ថាការបង្កើត Apple ID វាមានមូលហេតុចំនួនថា6ចុះមានមូលហេតុ6ដែលយើងអាចបង្កើត Apple ID បានការបង្កើត Apple ID គឺខាងក្រុមហ៊ុន Apple គេមានកំណត់បងប្អូនគេមានកំណត់គឺទូរស័ព្ទក្នុងទូរស័ព្ទមួយគ្រឿងខ្ញុំមិនរាប់ពីនៅស្រុកគេទេយើងនិយាយថាចាប់ពីស្រុកយើងទៅបានន័យថាវាមានរបស់ខ្លះវាថ្មីនៅយើងមានរបស់ខ្លះវាមកទឹកមកពីស្រុកគេអញ្ចឹងគាត់អ្វីដែលខ្ញុំនិយាយគឺខ្ញុំនិយាយទីអ្វីដែលយើងមាននៅស្រុកយើងគឺទូរស័ព្ទមួយគឺអាចបង្កើត Apple ID បានតែ3ដងទេបាទហើយអាហ្នឹងគឺចែកម្លែកយើងចែកគ្នាឲ្យដាច់យើងញែកគ្នាឲ្យដាច់រវាងការបង្កើត Apple ID ហើយនិងការ sign in ការ sign in គឺមិនរាប់ចូលទៅក្នុងការបង្កើត Apple ID ទេការបង្កើតគឺផ្សេងហើយsign in នឹងផ្សេងអញ្ចឹងអ្វីដែលគឺគេចង់ limit ហ្នឹងគឺ limit ទៅលើការបង្កើតតែបើការ sign in ហ្នឹងគឺទោះបីជា sign in ប្រហែលដង sign out ប្រហែលដងក៏គេអត់កំណត់ដែរបាទអានោះមួយតកតងទូរស័ព្ទទី2តកតងនឹង SIM SIM ក្នុងមួយលេខមិនសំដៅទៅលើបោះ SIM ហ្នឹងជាប្រភេទ SIM របស់ប្រទេសខ្មែរយើងហើយទោះបីជាយើងប្រើ SIM របស់ប្រទេសផ្សេងក៏បង្កើតអត់បានដូចគ្នាដែរបាទខ្ញុំសាករួចហើយSIM ក្នុងមួយ SIM ហ្នឹងគឺយើងអាចបង្កើត Apple ID បាន2យើងអាចបង្កើត Apple ID បាន2អាហ្នឹងគឺបន្ទាប់ពី SIM ហ្នឹងបង្កើត Apple បាន2ដងហើយគឺលែងមានឱកាសបង្កើតបានម្ដងទៀតហើយគឺអស់ឱកាសម្ដងហើយទូរស័ព្ទដែលអាចបង្កើត Apple ID បានគឺតើតើមាន version ចាប់ពី version 20ទៅ version 18ក៏ពិបាកបង្កើតដែរ version 20ឡើងគឺងាយនឹងបង្កើតអញ្ចឹងការបង្កើត Apple ID នេះមួយទៀតក៏វាជាកំហុសរបស់អ្នកបង្កើតដែរកំហុសហ្នឹងចង់សំដៅថានៅពេលដែលយើងបង្កើត Apple ID កន្លែងមួយដែលយើងចូលទៅមុនគេគឺគេឲ្យយើងដាក់ឈ្មោះនាមខ្លួននាមតកូលហើយថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងដាក់យើងអ្វីដែលយើងសរសេរបញ្ចូលគឺមាន3ហើយមានឈ្មោះនាមតកូលហើយនាមថ្ងៃខែឆ្នាំកំណើតអញ្ចឹងឧបមាថាឈ្មោះសុកតកូលសានអញ្ចឹងបានសុកសានបានជាពីម៉ាត់ឬសុកសានគាត់ថាយើងវាយជាភាសាអង់គ្លេសណាសុកសានហើយយើងដាក់ថ្ងៃខែឆ្នាំកំណើតឧបមាថាថ្ងៃទី1ខែ1ឆ្នាំ1991អញ្ចឹងទៅអញ្ចឹងកន្លែងដែលយើងដាក់ទាំង3មុខហ្នឹងគឺពេលដែលយើងដាក់កន្លែងទាំង3មុខហ្នឹងហើយយើងបន្តទៅខាងមុខទៀតគឺកន្លែងដែលយើងដាក់ email កន្លែងដែលយើងដាក់ email ហ្នឹងបងប្អូនកន្លែងហ្នឹងក៏សំខាន់ដែរគាត់បងប្អូនខ្លះអាចដឹងហើយជារឿងចាស់តែបើបងប្អូនអត់ទាន់ដឹងជារឿងថ្មីអាហ្នឹងគឺ3ខាងដើមដែលនិយាយខាងមិញហ្នឹងគឺហាមដាច់ខាតគឺមិនឲ្យមានមកច្រឡូកច្រឡំជាមួយនឹង email ហ្នឹងទេបើនេះថាយើងជិះពាក្យសុកសានជិះឆ្នាំ1991ជិះខែ1ជិះថ្ងៃទី1ខែ1ជិះឆ្នាំ1991យើងទៅ3ហ្នឹងគឺកុំឲ្យមានចំណែកណាមួយមកក្នុងតួអក្សររបស់ email ដែលយើងបានបង្កើតទោះបីជា email ហ្នឹងជា @icloud.com @yahoo.com ឬក៏ @gmail.com គឺកុំឲ្យមានក្នុងហ្នឹងហើយបន្តទៅខាងមុខទៀតគឺគេឲ្យយើងដាក់លេខកូដសម្ងាត់
ត្រង់លេខកូដសម្ងាត់ហ្នឹងក៏ដូចគ្នាគឺយើងមិនអាចយកអាទី1ឈ្មោះសិក្សាហ្នឹងថ្ងៃឆ្នាំកំណើត1991ហ្នឹងខែ1ហ្នឹងហើយនឹង email អក្សរនៅក្នុង email ហ្នឹងក៏មិនអាចយកមកដាក់នៅក្នុង password ហ្នឹងដែរបាទហើយចំណុចមួយទៀតគឺ password ហ្នឹងគឺគួរតែកំណត់ឲ្យមានអក្សរធំអក្សរតូចហើយនឹងនិមិត្តសញ្ញាណាមួយហើយថែមលេខថែមអីខ្លះកុំឲ្យដាក់ដូចគ្នាឬក៏កុំឲ្យដាក់ងាយស្រួលចងចាំពេកដូចជាដាក់ការ៉េដាក់អីហ្នឹងក៏ពិបាកនៅក្នុងការបង្កើតដែរអាហ្នឹងគឺបាទហើយអញ្ចឹងយើងសរុបប្រហែលរឿងហ្នឹងមានបញ្ហាតាក់ទងនឹងទូរស័ព្ទតាក់ទងនឹង SIM ហើយតាក់ទងនឹងការប្រើប្រាស់ឈ្មោះថ្ងៃខែឆ្នាំកំណើត email ហើយនិង password 3មុខហ្នឹងហើយឲ្យយើងចូលដល់កន្លែងមួយទៀតគឺកន្លែង server ហ្នឹងគឺចង់សំដៅទៅលើពេលដែលបងប្អូនបង្កើតទៅលើអ៊ីនធឺណិតរបស់ SIM card របស់អតិថិជននៅក្នុងទូរស័ព្ទហ្នឹងឬក៏បង្កើតនៅក្នុងការភ្ជាប់ Wi-Fi អញ្ចឹងក្នុងកំឡុងពេលដែល10នាទីឬក៏15នាទីហ្នឹងបើសិនជាបងប្អូនព្យាយាមធ្វើម្ដងហើយម្ដងទៀតក្នុងរយៈពេលខ្លីហ្នឹងគឺក្រុមហ៊ុន Apple វានឹងចាប់ server បដ ாய் ទោះបីជាយើងបដូរទូរស័ព្ទឬក៏យើងបដូរ SIM ទូរស័ព្ទដែលមិនដែលបង្កើតសោះហ្នឹងក៏វាបិទ SIM ដែលមិនដែលបង្កើតសោះហ្នឹងក៏វាបិទដែរអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាបងប្អូនធ្វើបរាជ័យនៅក្នុងកន្លែងដែលយើងប្រើអ៊ីនធឺណិត Wi-Fi បងប្អូនត្រូវរងចាំប្រហែលជា10ទៅ20នាទីសិនចាំបងប្អូនបង្កើតម្ដងទៀតហើយយើងអាចបដូរលេខទូរស័ព្ទឬក៏បដូរទូរស័ព្ទប៉ុន្តែយើងបដូរការភ្ជាប់អ៊ីនធឺណិតទៅជាអ៊ីនធឺណិតរបស់ SIM កុំប្រើប្រព័ន្ធអ៊ីនធឺណិតតែមួយអាហ្នឹងក៏ឱកាសជោគជ័យច្រើនណាស់ហើយយើងនិយាយដល់រឿងទី5ហើយរឿងទី6មួយទៀតគឺតាក់ទង server ជួនកាលបងប្អូនធ្វើត្រូវទាំងអស់ទាំងទូរស័ព្ទក៏បងប្អូនធ្វើត្រូវដោយច្បាស់ថាទូរស័ព្ទនឹងអត់ដែលបង្កើតពីមុនមកទេ SIM ហ្នឹងក៏អត់ដែលបង្កើតពីមុនមកដែរហើយអាការដាក់ឈ្មោះនាមខ្លួននាមតកូលថ្ងៃខែឆ្នាំកំណើតអក្សរនៅក្នុង email password អីហ្នឹងក៏ដាក់ត្រឹមត្រូវអស់ហើយប្រព័ន្ធអ៊ីនធឺណិតដែលយើងប្រើហ្នឹងបានបដូរអស់ហើយដូចនិយាយខាងដើមមិញប៉ុន្តែបញ្ហាមួយទៀតគឺបញ្ហាពីក្រុមហ៊ុន Apple ហ្នឹងតែម្ដងគឺក្រុមហ៊ុន Apple នៅពេលដែលគាត់ធ្វើការអាប់ដេតទៅលើ core របស់គាត់ប្រព័ន្ធ Snow របស់គាត់វាធ្វើឲ្យអាការបង្កើត Apple ID ហ្នឹងវាអាចមិនដំណើរការក្នុងរយៈពេល6ម៉ោងទៅ8ម៉ោងតែម្ដងអញ្ចឹងទោះបីជាយើងយកទូរស័ព្ទបើកពីប្រអប់យកមកបង្កើតក៏បង្កើតបានដែរអាហ្នឹងជាអ្វីដែលខ្ញុំអាចចែកម្លែកបានហើយដោយសារតែឃើញមានការពិបាកទៅជាដើមនេះពិបាកនៅក្នុងការបង្កើតអញ្ចឹងបងប្អូនព្យាយាមស្ដាប់នៅអ្វីដែលខ្ញុំនិយាយមិញហ្នឹងទៅបើសិនជាធ្វើតាមអ្វីដែលខ្ញុំនិយាយហ្នឹងគឺអត្រាជោគជ័យអាចនឹង 60% នៃអត្រាជោគជ័យបាទខ្ញុំចែកម្លែកបានប៉ុណ្ណឹងខ្ញុំអាចធ្វើជោគជ័យបានថា 70% ចុះទោះបីជាទូរស័ព្ទនឹងជាប្រភេទស៊េរីចាស់ក៏ខ្ញុំអាចធ្វើបានស៊េរីថ្មីក៏ខ្ញុំអាចធ្វើបានគាត់ថាខ្ញុំមាន technique របស់ខ្ញុំគាត់ណាអ្វីដែលខ្ញុំមិនអាចចែកម្លែកបានគឺខ្ញុំសុំប៉ុណ្ណឹងអានេះជាអ្វីដែលខ្ញុំអាចចែកម្លែកបានអញ្ចឹងខ្ញុំនិយាយជូនទៅប៉ុណ្ណឹងអរគុណបងប្អូនបាទ